សួរឥឡូវយើងមកមើលរបៀបដោះស្រាយលំហាត់ទី13វិញម្ដងចានៅក្នុងលំហាត់ទី13នេះដែរយើងមើលប្រធានលំហាត់ទេចឹងគេថាកសិកាប្រភេទភាវរស់មួយមាន22គូក្រូម៉ូសូមអមឡប់ចឹងក្រោយពីធ្វើមួយតោះច្រើនដងបន្តបង្កើតបានកោសិកាកូនដែលមានចំនួនក្រូម៉ូសូមសរុបស្មើនឹង28.6ចឹងក្នុងប្រធានលំហាត់យើងគេឲ្យមកតាពីគឺគូក្រូម៉ូសូមអមឡប់ហើយនឹងក្រូម៉ូសូមសរុបចាសំណួរទី1គេឲ្យរកចំនួនដងនៃតោះទី2គឺគេឲ្យយើងរកប្រភេទភាវរស់ដែលយើងរកឃើញនោះជាប្រភេទភាវរស់អីចាអញ្ចឹងបន្ទាប់ពីយើងអានប្រធានលំហាត់ហើយយើងដាក់ចម្លើយហើយនឹងបង្រាប់ពីគេមកចានេះអញ្ចឹងគេសម្រាប់យើងមាន2មានគឺក្រូម៉ូសូមអមឡប់ហើយនិងក្រូម៉ូសូមសរុបអញ្ចឹងយើងមើលទៅលើសំណួរយើងថាគេឲ្យយើងរកអីរកចំនួនដងនៃតោះណាចាអញ្ចឹងយើងវិចាររូបមន្តចំនួនដងនៃតោះតាមរយៈកោសិកាកូនសរុបចានេះចឹងយើងវិចារហើយយើងដាក់រូបមន្តគេសិនហើយយើងខកអីយើងទៅរកតรงនឹងចឹងនេះចឹងរកអានចឹងអីដែលយើងខ្វះគឺកោសិកាកូនសរុបចឹងកោសិកាកូនសរុបយើងទៅមើលលើបង្រាប់យើងតែយើងរកតាមណាគឺយើងដឹងចំនួនគ្រូម៉ូសូមអមឡប់ហើយនឹងក្រូម៉ូសូមសរុបអញ្ចឹងពីហ្នឹងគឺយើងអាចរកកោសិកាកូនសរុបបានហើយចាអញ្ចឹងបន្ទាប់ពីយើងដាក់ចំនួនដាក់រូបមន្តកោសិកាកូនសរុបហើយយើងទៅមើលលើបង្រាប់យើងចឹងបង្រាប់យើងគឺយើងដឹងក្រូម៉ូសូមសរុបនិងគ្រូម៉ូសូមអមឡប់ចឹងពីនេះគឺយើងអាចរកចំនួនកោសិកាកូនសរុបបានហើយប៉ុន្តែគឺកន្លែងគ្រូម៉ូសូមអមឡប់នេះគឺយើងត្រូវទៅរកក្រូម៉ូសូមឌីប្លុកឲ្យឃើញសិនតើមកបានយើងទៅរកតាមរូបមន្តឌីប្លុកនេះទៅទីកោសិកាកូនចាចឹងយើងវិចាររូបមន្តគេសិនមកចឹងយើងដោតមួយគូក្រូម៉ូសូមអមឡប់ស្មើនឹង2ក្រូម៉ូសូមចឹងយើងបាន 2n ស្មើនឹងក្រូម៉ូសូមអមឡប់គុណនឹង2ចាចឹងចំណុចនេះណាគឺយើងឃើញក្រូម៉ូសូមឌីប្លុករបស់វាចឹងយើងទៅរករូបមន្តមួយទៀតនោះដើម្បីរកកោសិកាកូននេះអញ្ចឹងយើងវិចារគេដែរហើយបន្តមកយើងដាក់រូបមន្តគេអញ្ចឹង D block it ឬក៏ 2n ហ្នឹងស្មើនឹងក្រូម៉ូសូមសរុបកូនសរុបចែកឲ្យចំនួនកោសិកាកូនសរុបហើយអីដែលយើងចង់បានគឺកោសិកាកូនសរុបអញ្ចឹងយើងទាញរកចាអញ្ចឹងយើងទាញរកកោសិកាកូនសរុបវិញមកហើយចំនួនក្រូម៉ូសូមសរុបរបស់កោសិកាកូនសរុបហើយនឹង D block it គឺយើងឃើញអស់ហើយចឹងយើងចំណុចចូលមកចឹងកោសិកាកូនសរុបគឺស្មើនឹង64កោសិកាចឹងនៅពេលដែលយើងឃើញកោសិកាកូនសរុបហើយចឹងយើងអាចយកវាទៅចំណុចនៅក្នុងរូបមន្តបានហើយនេះឥឡូវនេះគ្រូដាក់នោះយកតែម្ដងដោយសារលើនោះគឺយើងដាក់រូបមន្តវាហើយគឺកោសិកាកូនសរុបស្មើនឹង2សេគុណ n ចឹង2សេគុណ n ស្មើនឹង64អញ្ចឹងទាញ64នេះទៅជាស្វ័យគុណដែរមកដើម្បីទាញរក n ចាអញ្ចឹងយើងទាញរកឃើញហើយយើងទាញរក n ស្មើទាញស្វ័យគុណស្មើស្វ័យគុណចាអញ្ចឹង n ស្មើនឹង6ដងនៅពេលដែលយើងឃើញហើយយើងកុំភ្លេចដាក់ដូចនេះគេផងគឺពីវីដេអូនេះឃើញតោះ5 6ដងចាអញ្ចឹងសំណួរកយើងគឺមានប៉ុណ្ណឹងអរគុណចាឥឡូវយើងចូលមកដល់សំណួរខវិញម្ដងចឹងក្នុងសំណួរខនេះដែរគឺគេឲ្យយើងរកប្រភេទភាវរស់ចឹងភាវរស់ដែលយើងកែរៀបពីលើមកវាជាប្រភេទចាចឹងមុននឹងយើងរកប្រភេទភាវរស់គឺយើងត្រូវដឹងចំនួនក្រូម៉ូសូមឌីប្លុកពីសិនចឹងក្រូម៉ូសូមឌីប្លុកវាដែលយើងរកឃើញពីលើមកគឺស្មើនឹង44ក្រូម៉ូសូមណាចាចឹងនៅពេលដែលយើងដឹងចំនួនក្រូម៉ូសូមឌីប្លុកវាហើយយើងទៅមើលក្នុងតារាងនេះ
ហើយចំពោះតារាងនេះដែរគឺនេះគឺមាននៅក្នុងសុភ័យដែរហើយចឹងចាំយើងទៅមើលថានឹងចឹងនេះបើ PN វាស្មើ44នេះយើងលើកកាយនេះមកចឹង PN ស្មើ44ចឹងជាប្រភេទអីគេចាគឺទន្សាយចាអញ្ចឹងនៅពេលដែលយើងដឹងពីប្រភេទទន្សាយចាអញ្ចឹងនៅពេលដែលយើងដឹង PN ហើយនៅក្នុងតារាងហើយអញ្ចឹងយើងអាចប្រាប់គេបានណាគឺវាជាប្រភេទទន្សាយអញ្ចឹងដាក់ដូចនេះមកពេលនេះភាពរស់នេះជាប្រភេទទន្សាយអញ្ចឹងយើងត្រូវចាំថានៅពេលណាដែលយើងគេចង់ដល់ប្រភេទភាពរស់ឯមួយគឺយើងត្រូវរកចំនួនក្រុមសូមឌីប្លូអ៊ីតឲ្យគេឃើញសិននៅពេលដែលយើងហៅឌីប្លូអ៊ីតឃើញហើយយើងអាចរកប្រភេទភាពរស់នឹងបានន័យថាវាជាប្រភេទសត្វឬវាជាឬក៏ប្រភេទសត្វតែផ្សេងៗទៅចា៎trong នៅក្នុងសំណួរខលលំហាត់ទី13នេះគឺមានប៉ុណ្ណឹង